សប្បាយចិត្តហើយចូលមានមោទនភាពលើខ្លួនឯងចំពោះភាពជោគជ័យបើទោះបីជាវាគឺជារឿងតូចក៏យើងគួរតែមានមោទនភាពលើខ្លួនឯងដែរបើទោះបីជាពេលនេះយើងអត់ទាន់ដល់គោលដៅដែលយើងបានកំណត់ក៏ប៉ុន្តែយ៉ាងហោចណាស់ក៏យើងបានចោះដៃធ្វើគឺមានន័យថាវាពាក់កណ្ដាលនៃអ្វីដែលយើងកំណត់ហើយតែបើសិនជាយើងអត់ទាន់បានចោះដៃធ្វើទេក៏យើងបានគិតទៅលើវាដែរអានេះក៏ជាភាពជោគជ័យមួយដែរព្រោះយើងខ្វាយខ្វល់ពីខ្លួនឯងយើងចង់ឲ្យខ្លួនឯងរីកចម្រើនយើងអាចផ្ដល់និយមន័យទៅដល់ភាពជោគជ័យរបស់យើងថាជាភាពល្បីល្បាញការមានលុយចាយច្រើនការមានកម្មសិទ្ធិទៅលើរបស់ថ្លៃតែបើសិនជាអ្នកទាំងអស់គ្នាអាចរំដោះខ្លួនចេញពីទីងងឹតអន្តការនេះបានក៏អាចចាត់ទុកថាជាភាពជោគជ័យមួយសម្រាប់អ្នកទាំងអស់គ្នាដែរអ្នកទាំងអស់គ្នាដឹងអត់ថាភាពជោគជ័យគឺយើងកើតឡើងជារៀងរាល់ថ្ងៃវិនាទីដែលយើងកំពុងតែនៅឈរនៅថ្ងៃនេះគឺជាភាពជោគជ័យមួយបើទោះបីជារឿងតូចក៏យើងមិនបោះបង់ខ្លួនឯងហើយយើងនៅតែធ្វើវាទៅបីទៅជាថ្ងៃខ្លះយើងនៅស្ងៀមអត់បានធ្វើអីអត់បានបោះបង់ក៏អាចថាជាការសម្រេចមួយរបស់យើងផងដែរអញ្ចឹងហើយអ្នកនរគ្នាចូលមានមោទនភាពលើខ្លួនឯងហើយចូលនិយាយពាក្យល្អៗទៅដាក់ខ្លួនឯងជានិច្ចមុនពេលក្រោយពេលដែលយើងក្រោកពីគេងហើយមុនពេលដែលយើងចូលគេងគឺself love is everything